Chẳngជំរាបសួរលោកគ្រូសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកនិយាយទៅលើ basic command របស់យើងpart 2នៅក្នុង Ubuntu server ចឹង command ដំបូងយើងវាយ who am I ដើម្បីសួរទៅuser ឈ្មោះអីចឹងទៅហើយ pwd ដើម្បីសួររក location ថាយើងកំពុងទៅនៅកន្លែងណាបន្ទាប់មកទៀតយើងវាយ command ថា hostname ដើម្បីសួរថាសិនដែលយើងហោះហ្នឹងឈ្មោះអីគេចឹងសិនយើងឈ្មោះ Ubuntu server បន្ទាប់មកទៀតគឺ command ថា touch file name.tt ចឹង command ថា touch នេះគឺជា command ដែលយើងបង្កើតឈ្មោះ file ចឹងយើងចង់បង្កើតឈ្មោះ file ថាឈ្មោះអីហើយ extension អីយើងសេហ្នឹងមកចឹងយើងវាយ command ls ដើម្បីឆែកមើលមានអីខ្លះចឹងមានដូចជា folder 001ចឹងទៅ file ជាច្រើនដែលខ្ញុំបានបង្កើតមុនហើយមួយទៀតគឺ nano ឈ្មោះ file ដែលយើងចង់សរសេរចឹង command nano គឺជា command ដែលយើងអាចចូលទៅក្នុងទៅសរសេរទៅទិន្នន័យនៅក្នុង file ហ្នឹងជាងវាយ command ថា nano ហើយឈ្មោះ file តោះមកខ្ញុំសរសេរtext នៅក្នុង file ហ្នឹងថា welcome to ctext my name is ឆៃសុភ័ត្រាអញ្ចឹងទៅហើយគ្រប់ SV2.6 ហើយសរសេរថា year 3 semester 2អញ្ចឹងខ្ញុំសេតន័យតែប៉ុណ្្នឹងទេអញ្ចឹងយើងឃើញចង់ដើម្បីexit យើងចុចcontrol X ហើយអក្សរ Y ហើយ enter អញ្ចឹងយើងបានចេញពីផ្ទាំង nano វិញហើយអញ្ចឹងយើងសរសេរ comment ថា cat ហើយ file ដែលយើងបានសរសេរទិន្នន័យចូលនោះអញ្ចឹង comment cat នេះគឺយើងចាប់file ដើម្បីមើលទិន្នន័យអញ្ចឹងទៅអញ្ចឹង comment បន្ទាប់គឺ mkdir គឺដើម្បីcomment នេះយើងប្រើដើម្បីបង្កើតfolder ឬមួយក៏ directory អញ្ចឹងយើងវាយថា mkdir ហើយខ្ញុំសរសេរឈ្មោះដែលយើងសរសេរឈ្មោះ folder ដែលយើងចង់បង្កើតអញ្ចឹងmkdir គឺជា command ដែលយើងបង្កើត folder ឬមួយក៏ directory អញ្ចឹងយើងវាយ mkdir ហើយឈ្មោះ folder ដែលយើងចង់បង្កើតមកហើយយើងវាយ command ls ដើម្បី check list របស់យើងថាមានអីខ្លះមាន folder sv2.6 folder ហ្នឹងមានដល់ទៅ2ហើយមាន file ដែលខ្ញុំបានបង្កើតមុនអញ្ចឹងខ្ញុំវាយcommand cd ហើយឈ្មោះfolder ដែលខ្ញុំចង់ចូលខ្ញុំវាយខុសខ្ញុំច្រឡំឈ្មោះ file អញ្ចឹងខ្ញុំវាយ command ថា cd ហើយឈ្មោះ folder អញ្ចឹងដើម្បីចូលទៅក្នុង folder មួយអញ្ចឹងយើងវាយ command ថា cd ហើយឈ្មោះ folder អញ្ចឹងយើងបានចូលទៅក្នុង folder ហ្នឹងហើយអញ្ចឹងយើងវាយ command ថា pwd មើលថាយើងកំពុងទៅនៅទីតាំងណាអញ្ចឹងយើងឃើញថាយើងកំពុងទៅនៅក្នុង folder svg sv2.6 folder
តមកទៀតគឺ cd .clear .dot គឺជា comment ដែលយើងដើម្បីចេញពី folder នឹងវិញខ្ញុំវាយ pwd មើលយើងបានចេញមែនអញ្ចឹង comment បន្ទាប់គឺ cp file.tat អញ្ចឹង comment cp នេះគឺជា comment ដើម្បី copy file ហើយយើងដាក់ឈ្មោះ file មកហើយយើងទៅសេឈ្មោះ directory ឬមួយក៏ folder ដែលយើងចង់ដាក់ file ហ្នឹងអញ្ចឹងខ្ញុំនឹងវាយ svp.6 folder គឺខ្ញុំចង់ដាក់ file name.tt នេះនៅក្នុង svp.6 folder អញ្ចឹងខ្ញុំធ្វើការចូលទៅក្នុង folder svp នឹងមើលថាមាន file name.tt នឹងអត់ចឹងខ្ញុំឲ្យ cd ហើយឈ្មោះ folder មកគឺ comment ចូលទៅក្នុង folder ហ្នឹងចឹងខ្ញុំវាយ ls ខ្ញុំឃើញថាមាន file name.tt នៅក្នុង folder ហ្នឹងមែនចឹង comment បន្ទាប់គឺ comment ដើម្បី remove ចឹងខ្ញុំ remove file.tt ហ្នឹងខ្ញុំវាយ comment rm ហើយឈ្មោះ file ចឹង ls គឺបាត់ហើយអត់មាន file នៅក្នុង folder ហ្នឹងទេហើយខ្ញុំ cd .dot ដើម្បីចេញហើយខ្ញុំ copy វាដាក់នៅក្នុង folder ហ្នឹងម្ដងទៀតចឹងខ្ញុំវាយ comment ដដែលទេហើយខ្ញុំចុច ls យើងចូលទៅក្នុង folder ហ្នឹងសិនចឹងខ្ញុំវាយ comment cd ហើយឈ្មោះ folder ដែលយើងចង់ចូលហើយខ្ញុំវាយ ls យើង copy ម្ដងទៀតមិញហ្នឹងគឺបានចូលមកហើយចឹង comment បន្ទាប់គឺ copy ដដែលទេតែយើង copy ហើយយើង backup ទៀតចឹងយើងវាយ cp ឈ្មោះ file ដែលយើងចង់ copy ហ្នឹងហើយ file .back នេះគឺជា comment ដើម្បី backup file ហ្នឹងចឹងខ្ញុំវាយ ls មើលចឹងយើងឃើញមានពីរ file ដែលយើងបាន copy មកហ្នឹងគឺ file name.tt ហើយ file name.tt.back គឺជា file ដែលយើង backup ចឹងដើម្បីឆែកថាការ copy ហ្នឹងវាមានទិន្នន័យមកអត់ខ្ញុំវាយ comment ថា cat file ហ្នឹងអញ្ចឹងយើងឃើញមានទិន្នន័យមកជាមួយអញ្ចឹងការ copy ហ្នឹងមិន copy តែ file ទេគឺវា copy ទាំងទិន្នន័យនៅក្នុង file ហ្នឹងមកដែរអញ្ចឹងយើងចេញពី folder ហ្នឹងសិនអញ្ចឹងខ្ញុំធ្វើការបង្កើត folder មួយគឺ comment mkdir ហើយឈ្មោះ folder ដែលយើងចង់បង្កើត folder មួយអញ្ចឹងនេះ ls មកយើងឃើញមាន folder មួយដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹង comment បន្ទាប់ដែលយើងប្រើនោះគឺយើងធ្វើការ remove folder ដែលយើងបានបង្កើតហ្នឹងអញ្ចឹងបើយើងចង់ remove យើងប្រើ comment របៀបម៉េចអញ្ចឹងដើម្បី remove អា folder ដែលយើងបានបង្កើតហ្នឹងយើងវាយ comment ថា rmdir ហើយឈ្មោះ folder ដែលយើងចង់ remove ហ្នឹងអូខេយើង ls មើលអញ្ចឹងយើងឃើញថាបាត់អា folder មួយដែលយើងបានបង្កើតមុនហ្នឹងហើយអញ្ចឹង comment rmdir ហើយឈ្មោះ folder ហ្នឹងគឺជា comment remove folder អញ្ចឹងបន្ទាប់មក comment មួយទៀតគឺខ្ញុំចង់ចឹងខ្ញុំវាយបង្កើត folder 2ចឹងឃើញមាន folder 2អញ្ចឹង comment បន្ទាប់ហ្នឹងគឺយើង remove ដែរតែយើងចង់បោះ message មកប្រាប់ថាយើងបាន remove folder ហ្នឹងអញ្ចឹងយើងថែមដក v ដើម្បីបោះ message មកអញ្ចឹងការ remove ហ្នឹងវាបោះ message មកថា removing directory folder 2អញ្ចឹងទៅអ
ចឹងយើង ls មកគឺបាត់អា folder 2ដែលយើងបានបង្កើតហ្នឹងហើយ command បន្ទាប់គឺយើងឆែកមើលចឹងខ្ញុំចង់remove អា svp.6 folder ហ្នឹងប៉ុន្តែនៅក្នុងអា folder ហ្នឹងវាមានទិន្នន័យនៅក្នុងហ្នឹងចឹងយើងវាយ command remove មើលថាយើង remove កើតអត់ចឹងវាប្រាប់ថា cannot remove svp.6 is a directory ចឹងវាប្រាប់ថា svp.6 ហ្នឹងគឺជា directory ហើយវាអត់អាច remove បានចឹងដើម្បី remove directory ដែលមានទិន្នន័យក្នុងហ្នឹងហើយចង់ remove ទាំង directory ចង់ remove ទាំងទិន្នន័យនៅក្នុងហ្នឹងយើងប្រើ command ថា rm.rv ហើយឈ្មោះ folder ដែលយើងចង់ remove ចឹងយើងចុច enter មកចឹងវាប្រាប់យើងថាវា remove ទាំង folder ហើយអា file នៅក្នុង folder ហ្នឹងអា file backup ក៏ remove ដែរហើយវា remove ទាំង folder ហ្នឹង directory ហ្នឹងចឹងយើងឃើញបាត់ថាអា folder svp.6 folder ហ្នឹងហើយចឹង command បន្ទាប់គឺយើងចង់បដូរឈ្មោះ file ចឹងបើខ្ញុំចង់បដូរអា file name.tt នេះទៅជា file.tt ចឹងខ្ញុំវាយ command ថា mv ហើយឈ្មោះ file ដែលខ្ញុំចង់បដូរហ្នឹងហើយឈ្មោះfile ដែលយើងចង់បដូរចឹងខ្ញុំវាយ file.tt ចឹងខ្ញុំ ls មើលយើងឃើញថា file name.tt បានបដូរទៅជា file.tt ចឹងដើម្បីបដូរឈ្មោះ file គឺយើងវាយ command ថា mv ហើយឈ្មោះ file ដែលយើងចង់បដូរហើយយើងដាក់ឈ្មោះដែលយើងចង់ដាក់ថ្មីហ្នឹងមកចឹងខ្ញុំចង់ដឹងថានៅពេលដែលខ្ញុំបដូរឈ្មោះហ្នឹងតើទិន្នន័យវាបាត់បង់អត់ចឹងខ្ញុំវាយ command ថា cat ហើយ file.tt ហ្នឹងអញ្ចឹងយើងឃើញថាទិន្នន័យនៅដដែលអត់មានបាត់បង់ទេអញ្ចឹងការបដូរឈ្មោះ file ហ្នឹងវាពាក់ព័ន្ធទៅលើទិន្នន័យទេទិន្នន័យគឺនៅដដែលយើងបដូរតែឈ្មោះ file ទេ command បន្ទាប់នេះគឺជា command check ទៅលើ hardware គឺយើង check ទៅលើ CPU អញ្ចឹងយើងវាយ command ថា ls.cpu ខ្ញុំឃើញទិន្នន័យ CPU របស់ម៉ាស៊ីនរបស់យើងមានដូចជា core 4 core អញ្ចឹងទៅ socket 1 stepping 2អញ្ចឹងទៅអញ្ចឹង command បន្ទាប់គឺ command top ដើម្បី check ទៅលើ process ថាម៉ាស៊ីនរបស់យើងវាកំពុងតែដំណើរការទៅ process ទៅលើអីខ្លះយ៉ាង CPU អស់ម៉ានអីចឹងទៅវាមាន PID គឺជាលេខសម្គាល់ចឹងខ្ញុំ control C ដើម្បីចេញសិនបន្ទាប់មកខ្ញុំវាយ command យើង install HTOP ដើម្បីវាស្រួលមើលចឹងខ្ញុំវាយ sudo apt install HTOP ចឹងយើង install HTOP ចឹង HTOP ហ្នឹងវាដូចតែ TOP ទេគាត់ថាវាស្រួលមើលជាងចឹងយើងវាយថា HTOP មកនេះគឺយើងវាស្រួលមើលជាងអា command TOP នោះចឹងយើងឃើញមាន CPU យើងកំពុង process ទៅលើអីខ្លះអញ្ចឹងទៅអញ្ចឹងខ្ញុំ control C ដើម្បីចេញម៉ាស៊ីន
ចឹង comment បន្ទាប់ទៀតគឺ free នឹងឆែកទៅលើ RAM របស់ម៉ាស៊ីនរបស់យើងឃើញមាន total RAM នឹងប៉ុន្មានអញ្ចឹងហើយចឹង comment មួយទៀតគឺ free.h វាដូចតែ free ទេតែនេះ .h ហ្នឹងមានន័យថា for human ចឹងវាងាយស្រួលឲ្យ human មើលអញ្ចឹងទៅយើងឃើញ total មាន RAM 3G ចឹង 3G នេះគឺជា RAM របស់ម៉ាស៊ីនរបស់យើងចឹង comment មួយទៀតគឺ DS គឺឆែកទៅលើ disk របស់ម៉ាស៊ីនរបស់យើងមានតន័យ disk បានសូមមកចឹងទៅ df.h ដើម្បីងាយស្រួលមើលចឹង comment ទាំងអស់ហ្នឹងខ្ញុំតម្លាក់ទៅលើក្នុង description ដើម្បីឲ្យអ្នកទាំងគ្នាស្រួលមើលចឹង comment បន្ទាប់ទៀតគឺ comment lsblk ដើម្បី check ទៅ all check មើលតន័យ hardware all អញ្ចឹងទៅចឹង comment នេះគឺជា comment kill ចឹងខ្ញុំវាយ kill ដក 9 ហើយចុចហើយអត់មានចុចទេគឺលេខ 1 គឺជាលេខ PID ដែលយើងចង់ kill ហ្នឹងចឹងខ្ញុំអត់ kill ទេខ្ញុំខ្លាចវាប៉ះពាល់ចឹងការងាររបស់យើងមានតែប៉ុណ្្នឹងទេចឹងចុងក្រោយគឺ comment shutdown ខ្ញុំវាយ sudo shutdown now ដើម្បីធ្វើការ shutdown ទៅលើម៉ាស៊ីន server របស់យើងចឹងអា comment kill មិញហ្នឹងគឺយើងខ្ញុំអត់ប្រើទេដោយសារខ្ញុំខ្លាចប៉ះពាល់ចឹងការងារយើងមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ